ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតើចាប់ផ្ដើមទាំងអស់គ្នាបន្តពីវគ្គមុន Luffy បានចាត់ចែងឲ្យគ្នាគាត់ទាំងអស់ទៅតាម Nami ចំណែកគាត់នៅដោះស្រាយជាមួយនឹងមនុស្សកពើល្មើលកុនឈ្មោះ Don Krieg សិនតែមុនចាប់ផ្ដើមធ្វើការ Luffy បានចរចាជាមួយនឹង Jeff សិនបើសិនជាគាត់ចាត់ការ Don Krieg បានគឺរួចគ្នាបានន័យថាគាត់មិនបាច់ធ្វើការងារនៅនឹងដើម្បីសមបំណុលទៀតទេចំណែក Don Krieg វិញគាត់ចង់វាយយកភោជនីយដ្ឋាន Baratie A ក្នុងគោលបំណងពីរទី1បើសិនជាពួកគេយកភោជនីយដ្ឋាននឹងបានហើយចូលទៅក្នុងតំបន់ Grand Line អត់មាននរណាដឹងថាពួកគេជាចោរសមុទ្រទេអញ្ចឹងពួកគេអាចលួចវាយឆ្មាក់ស្រូវរបស់ពួកគេបានទី2 Jeff ដែលជាម្ចាស់ភោជនីយដ្ឋាននឹងធ្លាប់ជាចោរសមុទ្រនៅក្នុងតំបន់ Grand Line យ៉ាងយូរហើយគាត់មានសភៅកំណត់ត្រាប្រចាំខ្លួនរបស់គាត់មួយដែលនិយាយអំពីរបៀបរស់នៅក្នុងតំបន់ Grand Line ហើយអាចមានព័ត៌មានទាក់ទងជាមួយនឹងកំណត់ One Piece ទៀតផងអញ្ចឹងហើយទើប Don Krieg ចង់បានសភៅមួយនឹងបន្តមកកូនចៅកំពេចកំប៉ុករបស់ Don Krieg បានសម្រាប់ជួលទៅតែត្រូវបាន Luffy វាយទម្លាក់ទឹកទាំងអស់ការប្រយុទ្ធនៅលើកនេះ Luffy បន្ថយណាស់ព្រោះគាត់អត់ចេះហែលទឹកទេបើសិនជាគាត់ធ្លាក់ទឹកគឺដឹងតែចាញ់ហើយចំណែកសានជីហើយនឹងចុងភៅផ្សេងទៀតក៏មិនមែនឈរអបដៃមើលដែរពួកគេក៏បានតស៊ូប្រយុទ្ធជាមួយនឹងក្រុមចៅសមុទ្រដើម្បីការពារភោជនីយដ្ឋានរបស់ពួកគេនៅពេលនោះមានកូនចៅរបស់ Don Krieg ម្នាក់ឈ្មោះ Pearl ស្លៀកពាក់ចម្លែកខ្លាំងណាស់បានបង្ហាញខ្លួន Pearl បានអួតសានជីថាតាំងពីដើមមកគ្មាននរណាវាយគាត់ត្រូវជាងឈាមមតនៈអីទេគ្រាន់តែនិយាយតាន់ផុតពីមាត់ផងស្រាប់តែ Luffy ផ្លោងមកពីណាមិនដឹងទេបុកត្រូវក្បាលគាត់ពីក្រោយបណ្ដាលឲ្យគាត់ហូរឈាមចំហវូហើយគ្រាន់តែឃើញឈាមភ្លាម Pearl បានបញ្ចេញអេរយាប័តដោយមនុស្សឈួតនៅពេលនោះ Don Krieg ហើយនឹងកូនចៅរបស់គាត់ផ្សេងទៀតបានស្រែកលួង Pearl ឲ្យត្រជាក់ចិត្តកុំឆេវឆាវប៉ុន្តែ Pearl មិនបានស្ដាប់តាមពួកគេទេក៏គោះខែរបស់គាត់ផាំងបង្កើតបានទៅជាភ្លើងដុតរបស់ហើយនៅមនុស្សជុំវិញខ្លួនរបស់គាត់ឲ្យឆេះសន្ធោសន្ធៅនៅពេលនោះសានជីមិនឲ្យ Pearl ធ្វើអីតាមចិត្តបានអញ្ចឹងទេក៏លោតចូលទៅបដៅគាត់ពី3ជើង Don Krieg ឃើញអញ្ចឹងក៏គប់ត្រេនដែកសម្ដៅមកសានជីតែ Luffy បានចូលទៅជួយទាន់នៅពេលនោះត្រេនដែករបស់ Don Krieg បានផ្លោងទៅបុកបង្គោលទូកធ្វើឲ្យវាបាក់ធ្លាក់ទៅត្រូវក្បាលរបស់ Pearl បណ្ដាលឲ្យគាត់ស្លាប់បន្ទាប់មកស្រាប់តែ Gin ថោកទាបខ្លាំងណាស់បានលួចទៅវាយប្រហារ Zeff ពីក្រោយហើយចាប់គាត់ធ្វើជាចំណាត់ខ្មាំងពេលនឹងផងដែរស្រាប់តែ Pearl ដឹងខ្លួននៅវិញហើយលោតទៅវាយសានជីមិនទំហឹងតាមពិតមុននោះសានជីអាចគេចបានតែគាត់អត់ហ៊ានគេចដោយសារតែខ្លាច Gin មាញ់សម្លាប់ Zeff បន្ទាប់មកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់សានជីបន្តិចកាលបន្ទាប់មុនពេលសានជីជួបជាមួយ Zeff គាត់គឺជាជំនួយការចុងភៅនៅលើទូកដឹកអ្នកដំណើរមួយឈ្មោះ Orbit គាត់ចូលចិត្តអាការងារធ្វើម្ហូបនឹងខ្លាំងណាស់ហើយគាត់មានក្តីសុបិនមួយគឺគាត់ចង់ទៅនៅតំបន់មួយដែលគេហៅថា All Blue តំបន់នោះគឺជាតំបន់ពិសេសដែលសត្វសមុទ្រនៅគ្រប់ទិសទីបានទៅប្រជុំគ្នារស់នៅទីនោះហើយវាគឺជាប្រភពគ្រឿងផ្សំដ៏សម្បូរបែបដែលគាត់អាចយកមកធ្វើជាម្ហូបពិសេសបានប៉ុន្តែចុងភៅផ្សេងទៀតបានប្រាប់គាត់ថាអាតំបន់ All Blue នោះគ្រាន់តែជាពាក្យអាចារ្យមរាមទេក្នុងកំឡុងពេលដែលសានជីធ្វើការលើទូកនោះគាត់តែឃើញក្រុមចុងភៅយកម្ហូបដែលនៅសល់ពីភ្ញៀវមកញ៉ាំហើយគាត់មានអារម្មណ៍ថាមិនគួរញ៉ាំសោះគួរតែយករបស់ចោលប៉ុន្តែក្រុមចុងភៅបានប្រាប់គាត់ថាម្ហូបខ្លះនៅល្អមិនគួរណាខ្ជះខ្ជាយនោះទេនៅពេលនោះស្រាប់តែមនុស្សនៅលើទូកចាប់ផ្ដើមផ្អើលឈូឆរដោយសារតែមានទូកចោលសមុទ្រមកអែបទូករបស់ពួកគេចោលសមុទ្រមួយក្រុមនោះគឺជាក្រុមរបស់ Zeff ដែលទុំធ្វើដំណើរមកពីតំបន់ Grand Line ហើយគោលបំណងរបស់ក្រុមគាត់នៅពេលនោះគឺឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដំណើរនៅពេលនោះសានជីក្លាហានណាស់ហ៊ានប្រឈមមុខជាមួយនឹងចោលសមុទ្រទោះបីជា Zeff ទាត់គាត់មកជើងឡើងប៉ាងក៏គាត់ព្យាយាមវាមកខាំជើង Zeff វិញដែរសានជីបាននិយាយថាតារាណាគាត់មិនទាន់រកតំបន់ឈ្មោះ All Blue ឃើញទេគឺគាត់មិនព្រមស្លាប់ជាដាច់ខាតដល់ពេលអញ្ចឹងទៅ Zeff មានការចាប់អារម្មណ៍ជាមួយនឹងសានជីយ៉ាងខ្លាំងចៃដន្យដល់ពេលនោះស្រាប់តែកើតមានព្យុះយ៉ាងធំមកបក់ទូករបស់ពួកគេបណ្ដាសានជីធ្លាក់ចូលក្នុងទឹកសមុទ្រឃើញអញ្ចឹង Zeff ក៏បញ្ញាប់តាមទៅជួយគាត់ហើយគ្រាន់តែ Zeff លោតចូលទឹកផុតបន្តិចទូករបស់ពួកគេទាំងពីរត្រូវបានរលកយក្សវាយបន្លិចទាំងអស់នៅពេលនោះជើងរបស់ Zeff ម្ខាងត្រូវបានគៀបជាប់ជាមួយនឹងកំណរបាក់បែករបស់ទូកហើយដើម្បីអាចជួយសានជីបាន Zeff សុកចិត្តលះបង់ជើងរបស់គាត់ម្ខាងក្រោយមកបន្ទាប់ពីសានជីដឹងខ្លួនវិញគាត់បានឃើញ Zeff អង្គុយបែរខ្នងដាក់គាត់ហើយនៅក្បែរគាត់មានបង្វិចតូចមួយដែលជាបង្វិចអាហារចំណែកនៅក្បែរ Zeff ក៏មានបង្វិចមួយដែរគ្រាន់តែធំជាងបង្វិចរបស់គាត់នៅពេលនោះសានជីបានតវ៉ាថាហេតុអីបានជា Zeff ចែកអាហារគាត់តិចម៉េះហើយ Zeff បានប្រាប់គាត់ថាមកពីមនុស្សធំត្រូវញ៉ាំច្រើនជាងបន្ទាប់មក Zeff បានប្រាប់ឲ្យសានជីបែរទៅមើលទិសម្ខាងទៀតបើសិនជាមើលឃើញទូកចាំប្រាប់គាត់ពេលនោះពួកគេជាប់គាំងនៅលើដុំថ្មកណ្ដាលសមុទ្រនោះអស់ជាច្រើនថ្ងៃតែមិនឃើញទូកណាមួយបោះឆ្លងកាត់ទីនោះសោះចំណែកម្ហូបអាហាររបស់សានជីក៏អស់ផងដែរពេលនេះទើបសានជីយល់ហើយចេះស្ដាយម្ហូបអាហារដែលគាត់ចាក់ចោលច្រើនថ្ងៃកន្លងមកទៀតសានជីអត់មានអីញ៉ាំរហូតដល់ស្គមកំប្រឹងនៅពេលហ្នឹងគាត់ក៏បានទៅអើត Zeff ចង់ដឹងថា Zeff យ៉ាងម៉េចហើយអ្វីដែលគាត់បានឃើញគឺ Zeff នៅរស់ទេប៉ុន្តែគាត់អត់បានប៉ះបង្វិចដែលនៅចិត្តគាត់សោះតើសានជីយកកវិតទៅវះបង្វិចនោះមើលទើបដឹងថានៅក្នុងបង្វិចនោះមិនមែនម្ហូបអាហារទេវាគឺជាទ្រព្យសម្បត្តិចំណែកម្ហូបអាហារ Zeff បានចែកឲ្យសានជីញ៉ាំទាំងអស់ហើយនៅពេលនោះសានជីទំដឹងថា Zeff បានលះបង់ជើងដើម្បីជួយជីវិតគាត់ហើយគាត់ក៏បានសួរ Zeff ថាហេតុអីបានជួយគាត់អញ្ចឹងពេលនោះ Zeff បានឆ្លើយថាមកពីសានជីនឹងមានក្តីសម័យចង់រកតំបន់ All Blue ដោយគាត់ដែរហើយគាត់ក៏បានដឹងទៀតថាអាកន្លែង All Blue នឹងគឺនៅក្នុងតំបន់ Grand Line បន្តមកនៅពេលដែល Zeff ខ្សោយខ្លាំងចិត្តផុតដង្ហើមគាត់បានប្រាប់សានជីថាក្តីប្រាថ្នាចុងក្រោយរបស់គាត់គឺបើកភោជនីយដ្ឋានមួយនៅកណ្ដាលសមុទ្រពេលនោះសំណាងខ្លាំងណាស់ដែលមានទូកមួយបោះឆ្លងកាត់ទី
នោះជួយពួកគេមានជីវិតរស់នៅដល់សប្តាហ៍ថ្ងៃត្រឡប់មកមើលពេលបច្ចុប្បន្នវិញសានជីបានខំប្រងើបឈរដើម្បីបន្តប្រយុទ្ធបន្តទៀតនៅពេលនោះដនក្រេកបានបញ្ជាឲ្យហ្គីនបាញ់សម្រាប់សេះចោលប៉ុន្តែដល់ពេលមែនតែនទៅហ្គីនអត់បាញ់ទេដោយសារតែគាត់នៅចេះដឹងគុណគេជាងដងក្រេតហេតុការបន្តទៀតផលបានសម្រុកចូលទៅវាយប្រហារពួកគេតែបែរជាត្រូវបានហ្គីនដែលជាគ្នារបស់គាត់វាយបកទៅកាន់គាត់វិញហ្គីនធ្វើអញ្ចឹងគឺដោយសារតែចង់ចរចាដោយសន្តិវិធីជាមួយនឹងសានជីព្រោះគាត់ក៏អត់ចង់សម្លាប់សានជីដែរប៉ុន្តែការចរចាត្រូវបរាជ័យព្រោះវាយងាប់ក៏សានជីត្រូវតែការពីភោជនីយដ្ឋានរបស់សេហ្វឲ្យបានដែរដល់ពេលអញ្ចឹងពួកគេអត់មានអីនិយាយគ្នាទៀតទេក៏ចូលដល់វគ្គវាយគ្នាវិញម្ដងការប្រយុទ្ធគ្នារវាងពួកគេទាំងពីរនាក់នៅពេលនោះមើលទៅដូចជាស្មារតីគ្នាមានទៅមានមកប៉ុន្តែដោយសារតែសានជីមានរបួសស្រាប់បន្ទាប់ពីវាយជាមួយផើលកាលពីលើកមុនធ្វើគាត់ចាញ់ក្រោមដៃរបស់ហ្គីននៅពេលនោះហ្គីនមានឱកាសអាចសម្រាប់សានជីចោលបានតែគាត់មិនដាច់ចិត្តព្រោះសានជីធ្លាប់មានគុណលើគាត់ពេលឃើញអញ្ចឹងដនគ្រិកខឹងខ្លាំងណាស់ក៏ប្រកាសកាត់ការហ្គីនចោលឈប់ទទួលស្គាល់គាត់ថាជាសមាជិកក្រុមហើយគាត់បានត្រៀមប្រើផ្សែងពុលពិឃាតដើម្បីសម្លាប់មនុស្សនៅទីនោះចោលទាំងអស់លើកលែងតែកូនចៅរបស់គាត់ដែលមានម៉ាស់ការពារផ្សែងពុលម្នាក់មួយទុកតាមខ្លួនហ្គីនក៏មានម៉ាស់ការពារផ្សែងពុលមួយដែរតែដនគ្រិកមិនឲ្យគាត់ប្រើទេព្រោះគាត់លែងជាសមាជិកក្រុមទៀតហើយពេលនោះហ្គីនក៏សុកចិត្តទទួលទោសព្រមបោះម៉ាស់នោះចោលចូលទៅក្នុងទឹកបន្ទាប់មកនៅពេលដែលដនគ្រិកចាប់ផ្ដើមបាញ់គ្រាប់ផ្សែងពុលពិឃាតលូហ្វីក៏បានប្រឡូតដៃទៅឆក់យកម៉ាស់ពីកូនចៅរបស់ដនគ្រិកបានពីរបោះទៅឲ្យហ្គីនហើយនឹងសានជីហើយនៅពេលដែលគាត់ចង់បែរទៅឆក់យកម៉ាស់មួយទៀតពាក់ខ្លួនឯងកូនចៅរបស់ដនគ្រិកបានលឹបទឹកបាត់អស់ធ្វើឲ្យលូហ្វីតរំរែមិនដឹងរត់ទៅណាទេប៉ុន្តែនៅពេលដែលដនគ្រិកបាញ់គ្រាប់ផ្សែងមកស្រាប់តែមានគេបោះម៉ាស់មួយឲ្យគាត់ជួយឲ្យគាត់រួចផុតពីផ្សែងពុលបន្ទាប់មកនៅពេលដែលផ្សែងពុលរសាត់បាត់ទៅអស់ទើបលូហ្វីដឹងថាអ្នកដែលបោះម៉ាស់ឲ្យគាត់គឺហ្គីនសុកចិត្តអត់ពាក់ម៉ាស់ខ្លួនឯងដើម្បីជួយលូហ្វីធ្វើឲ្យគាត់ត្រូវផ្សែងពុលដកដង្ហើមមិនដល់គ្នាពេលនោះសេបានប្រាប់ឲ្យគេយកហ្គីនទៅកន្លែងខ្ពស់ដើម្បីស្រូបយកអុកស៊ីហ្សែនឲ្យបានច្រើនក្រែងអាចស្រោចស្រង់ជីវិតរបស់គាត់បានចំណែកលូហ្វីខឹងជាមួយនឹងដនគ្រីកដល់កំពូលហើយពេលនេះហើយក៏សម្រុកចូលទៅបដៅដនគ្រីកចេញដល់ពេលនោះដនគ្រីកខំប្រើអាវុធដែលមានចុងស្រួចបាញ់ទប់ផងហើយនឹងខែដែលមានបលាជុំវិញការពារខ្លួនផងតែលូហ្វីពិតជាខ្លាំងណាស់អាចវាយគាត់ដល់បន្ទាប់ពីត្រូវម្ដាយនោះហើយដនគ្រីកបានដេកសន្លប់អស់យ៉ាងយូរប៉ុន្តែតាមពិតគាត់ធ្វើពុតទេនៅពេលដែលលូហ្វីភ្លេចខ្លួនគាត់បានងើបឡើងមកវិញហើយប្រើអាវុធដ៏ខ្លាំងជាងគេរបស់គាត់គឺលំពែងផ្ទុះវាយប្រហារទៅលើលូហ្វីលំពែងនោះសាហាវណាស់ប៉ះអីផ្ទុះនឹងប៉ុន្តែនៅពេលប៉ះជាមួយលូហ្វីវាក៏ផ្ទុះផងដែរគ្រាន់តែមិនអាចសម្លាប់លូហ្វីបានប៉ុន្តែប៉ុណ្ណោះលូហ្វីពិតជាអស្ចារ្យខ្លាំងណាស់អាចបំផ្លាញលំពែងពិសេសរបស់ដនគ្រីកបានថែមទៀតផងបន្តមកទៀតដល់ពេលដែលលូហ្វីត្រូវវាយបកទៅលើដនគ្រីកវិញម្ដងពេលនោះលូហ្វីបានប្រើក្បាច់កម្មបាស៊ូកា2ដងទើបអាចកំទេចអាវក្រោះរបស់ដងគ្រីកបានប៉ុន្តែទោះបីជាអស់អាវក្រោះក៏ដោយក៏ដងគ្រីកមិនទាន់អស់ក្បាច់ដែរគាត់បានបាញ់សណ្ដែកដៃទៅចាប់លូហ្វីជាប់ហើយចង់ទាញទម្លាក់ទឹកសមុទ្រដើម្បីទប់ទល់លូហ្វីបានប្រើក្បាច់ Giant Hammer ទៅគៀកក្បាលរបស់ដនគ្រីកបោកទៅនឹងដីតើពីបានចាត់ការដនគ្រីកហើយលូហ្វីក៏បានធ្លាក់ចូលទៅក្នុងទឹកផងដែរប៉ុន្តែគាត់មិនអីទេព្រោះសានជីបានមុជទឹកចូលទៅជួយគាត់តាន់ពេលសានជីស្រង់លូហ្វីឡើងមកដល់លើគោកគាត់ភ័យខ្លាំងណាស់ស្មានតែលូហ្វីស្លាប់បាត់ហើយតែមិនមែនទេតាមពិតលូហ្វីដេកលក់សោះអបកាច់យកខនតែភ័យទីបំផុតអ្វីៗត្រូវបានចាប់សពគ្រប់ហើយហ្គីនមិនទាន់ស្លាប់ទេគាត់បានមកសែងដនគ្រីកត្រឡប់ទៅវិញប៉ុន្តែមុននឹងចាក់ចេញទៅហ្គីនបានប្រាប់សានជីថាពួកគេអាចនឹងជួបគ្នាម្ដងទៀតនៅ Grand Line ក្រោយមកពេលលូហ្វីភ្ញាក់ដឹងខ្លួនវិញគាត់អត់ភ្លេចអារឿងបបួលសានជីចូលក្រុមរបស់គាត់ទេពេលនោះសានជីក៏ចង់ទៅជាមួយលូហ្វីដែរតែគាត់នៅព្រួយបារម្ភពិសេសហើយនៅភោជនីយដ្ឋានបារ៉ាធីអេចំណែកសេវិញឃើញសានជីនៅជាមួយលូហ្វីសប្បាយចិត្តខ្លាំងណាស់អញ្ចឹងហើយក៏ប្រាប់សានជីឲ្យទៅតាមលូហ្វីដើម្បីសម្រេចក្តីស្រមៃសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំ